ចាំមើលយើងកាត់ស៊ូមវាអស់ហើយពេលដែលយើងដាក់ទឹកឲ្យចង់បានខ្ពស់ទៀតប៉ុណ្ណាយើងតាមនឹងទៅចឹងណាហើយយើងដាក់ស្នោកន្លែងនេះនេះយកកន្ត្រៃចោះមិញនេះអានោះជីអានេះ EM ចាំធប់ផ្លាទីឥឡូវខ្ញុំដាក់គេល្ងថែមស្អែកហើយក្អូបមកវិញហ្នឹងហ្នឹងហើយយើងដាំវាដល់ទីគល់ឡើងទៅអានេះឡើងវាមានខំខំខំមើលដាក់ចឹងដាក់ដល់ពេញមកដល់ស្នោហើយសម្រាប់យើងដាក់ទឹកទៅនឹងជីទឹកដាក់ចូលក្នុងហ្នឹងទៅចាំតាមដាំរហូតចាំកត់មួយសាទៀតមួយវាមិនខ្លះណាយើងដាក់ទឹកទៅហើយពុះណាស់ដល់ដាក់ទឹកទៅចាំយើងជីមួយសាទៀតពេលដាក់ជីហ្នឹងណាយើងដាក់ជីទឹកជីវាហើយនេះក្នុងហ្នឹងអញ្ចឹងចាំមើលខ្ញុំដាក់មួយវាមិនខ្លះយើងដាក់ចូលតែវាចាំមកទៅមកវាមានកែមវាដែរហើយយើងដាក់ពេញមកវាអត់មានកន្លែងកែមតែវាធ្លាក់មកក្រៅអញ្ចឹងគឺតាមហ្នឹងហើយណាជួយឲ្យវាបឺតទឹកនោះវាដល់ស្នោទៅវាបឺតដល់លឿហើយទឹកនេះទឹកជីយ៉ាងពិសេសអានេះទឹកជីក្បាលត្រីអាចត្រីគឺជីមកមួយឆ្នាំជាងតបានប្រើផងឡើងចាប់ឡើងប្រើលើកទី1ជីទឹកនេះធម្មតាហ្នឹង1លីត្រប្រើមួយទឹក60លីត្រ100លីត្រនេះទឹកដល់100លីត្រនេះតែនេះខ្ញុំដាក់បន្តិចដែរហើយខ្លាំងពេកខ្លាំងយើងក្តៅមួយអីចឹងណាតែនេះអីងាប់អស់